នៅក្នុងវិស័យ trading វាមានឧបករណ៍ជំនួយច្រើនមែនទែនទាំងអស់គ្នាអាចប្រើជា bot ក៏បានដើម្បីជំនួយក្នុងការ trade តែបច្ចុប្បន្នគេនិយមប្រើពាក្យថា AI ក៏ប៉ុន្តែវាពីដើមឡើយមានឈ្មោះថា EA ឬមួយក៏ robot ដែលវាចូល trade automatic ដោយយើង set up file វាចូលទៅក្នុង account របស់យើងបន្តមកទៀតទាំងអស់គ្នាអាចធ្វើការរកផលចំណេញតាមរយៈការ copy trading ដោយចម្លងពីបុគ្គលណាម្នាក់ក៏ប៉ុន្តែចំណុចទាំងអស់នេះមិនថា EA មិនថា bot ឬមួយក៏ការ copy trade ទេទាំងអស់គ្នាត្រូវដឹងថាវាសុទ្ធតែមានហានិភ័យហើយអ្វីដែលជាឧបករណ៍ទី3គឺ group signal ជាទូទៅយើងទាំងអស់គ្នាមាន group signal តាមរយៈការផ្ដល់ signal ពីបុគ្គលណាម្នាក់តែអ្វីដែលយើងយកមកនៅក្នុងថ្ងៃនេះចង់បង្ហាញអ្នកទាំងអស់គ្នាគឺជា app មួយដែលផ្ដល់ signal អ្នកទាំងអស់គ្នាក៏ប៉ុន្តែ app នេះខុសពី app ដែលផ្ដល់ signal ពាក្យថា buy sell ធម្មតា app មួយនេះគឺវាត្រូវឆ្លងកាត់ការ training ពីខាង team របស់ខ្ញុំដើម្បីទាំងអស់គ្នាឲ្យយល់អំពី system មួយហ្នឹងយល់អំពី signal មួយហ្នឹងហើយអាចធ្វើការ trading បានដោយខ្លួនឯងអ្វីដែលពិសេសមួយថ្ងៃទាំងអស់គ្នាចំណាយតែ$1ទេដើម្បីមើលទៅលើ pair មួយឧទាហរណ៍ថាយើងជាអ្នកចូលចិត្ត trade មាសយើងចាយតែ$1យើងអាចមើល pair មាសហ្នឹងបានពេញមួយថ្ងៃដោយយើងមានកន្លែងទិញកន្លែងលក់របស់យើងដែលយើងអាចដឹងថាតើយើងត្រូវចូលរបៀបម៉េចហើយខាង team របស់ខ្ញុំនឹង support លើការ training អ្នកទាំងអស់គ្នាជាមួយនឹងការដែល update ប្រចាំថ្ងៃបន្ថែមទៀតជំនួយបន្ថែមចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ប្រើប្រាស់ app មួយនេះអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងប្រាប់ពី process នៃការប្រើប្រាស់ app មួយហ្នឹងអញ្ចឹង app មួយនេះវាប្រើបានសម្រាប់តែ Android ទេបច្ចុប្បន្នភាពតែអនាគតទៅយើងនឹងមានការ update បែបណាខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាហើយវាជាអ្វីដែលយើងបានសាកល្បងមកតាំងពី2025មកហើយបានយើងអាចចាប់ផ្ដើម launching ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់បាននៅ2026នេះចឹងសម្រាប់អ្នកដែលចង់បាន app Signal យើងនិយាយស្រួលយល់គឺ app Signal អាច contact មកខាង team របស់ខ្ញុំបាន